នៅព្រឹកថ្ងៃទី13ខែមិថុនាឆ្នាំ2026នេះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញសារដើម្បីចង្អុលបង្ហាញប្រាប់អំពីការនាំទំនិញចូលពីប្រទេសថៃដែលរាល់គ្រប់មុខទំនិញទាំងអស់នាំចូលឆ្លងកាត់ព្រំដែនគោកគឺជាទំនិញខុសច្បាប់និងជាទំនិញបំផ្លាញជាតិនិងប្រមាថជាតិសាររបស់សម្ដេចតេជោហ៊ុនសែនតាមរយៈបណ្ដាញសង្គមរបស់សម្ដេចមានខ្លឹមសារទាំងស្រុងដូចខាងក្រោមនេះអាចមានការបកស្រាយខុសឬយល់តែធ្វើមិនយល់ឬជាការបំពានឬជាអំពើពុករលួយឬជាការប្រមាថជាតិសាសន៍ឯងពីសំណាក់មន្ត្រីខិលខូចនិងឈ្មួញទុច្ចរិតទើបទំនិញថៃថ្មីបាននាំចូលមកប្រើប្រាស់នៅកម្ពុជាដើម្បីបានជាពន្លឺនិងឈប់ល្ងងតទៅទៀតខ្ញុំសូមចង្អុលប្រាប់ចំណុចសំខាន់មួយគឺពេលណាព្រំដែនគោករវាងកម្ពុជានិងថៃនៅតែបន្តបិទគ្រប់មុខទំនិញទាំងអស់ដែលនាំចូលឆ្លងកាត់ព្រំដែនគោកគឺជាទំនិញខុសច្បាប់ជាទំនិញរត់ពន្ធជាទំនិញបំផ្លាញជាតិនិងប្រមាថជាតិពេលដែលព្រំដែនគោកត្រូវបានបិទមនុស្សក៏មិនអាចឆ្លងបានទំនិញក៏មិនអាចឆ្លងបានសម្រាប់មនុស្សនិងទំនិញដែលឆ្លងកាត់តាមផ្លូវទឹកនិងផ្លូវអាកាសពិសេសទំនិញគឺជាសមត្ថកិច្ចរបស់គយដែលជាអ្នកកំណត់ថាខុសច្បាប់ឬត្រូវច្បាប់ព្រោះផ្លូវទឹកតាមកំពង់ផែសមុទ្រនិងផ្លូវអាកាសគឺតាមព្រលានយន្តហោះភាគីទាំងពីរកម្ពុជានិងថៃនៅដំណើរការជាធម្មតាត្រូវប្រមូលផ្ដុំចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោកព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយនិងសូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់ព្រោះទំនិញខ្លះផលិតឆ្នាំ2026ក្រោយព្រំដែនគោកត្រូវបានភាគីបិទមួយឆ្នាំមុនមកម្លេះហេតុអ្វីមានលើទីផ្សារកម្ពុជាម្យ៉ាងទៀតប្រសិនបើទំនិញនោះវាសល់ពិតមែនក៏ល្មមផុតកំណត់រយៈពេលប្រើប្រាស់ហើយអ្នកប្រើប្រាស់គឺជាចៅហ្វាយក៏មានប្រាក់ទិញហើយទុកឲ្យគេមើលងាយទាំងសម័យខ្លួនទាំងជាតិសាសន៍